សូមរីករាយសន្តាប់កម្រងរឿងព្រេងនិទានខ្មែររឿងអន្តរាយរឹតនៃអសដលោកអ្នកដែលបានឬទេចាស់តែងនិយាយគ្នាមកថាសត្វអសដគឺសេះពីដើមមកជាសត្វវិសេសចេះហោះហើរដើរលើអាកាសបានតែមកខាងក្រោយក៏ត្រូវគេកាត់សរសៃហោះចោលទៅដូចមានស្នាមនៅជើងអសដជាភស្តុតាងស្រាប់តែពុំដឹងជាអ្នកឯណាកាត់ហើយកាត់នោះតាដោយហេតុអ្វីពុំមានចែងច្បាស់លោកអ្នកដែលបានឃើញឬទេសត្វអសតកាន់ចរិតមួយយ៉ាងជាប់ជានិច្ចគឺថាសត្វពួកនេះតែជួបគ្នាវេលាណាតែងចូលទៅហិតមាត់គ្នាជាដរាបដែលវាប្រព្រឹត្តដូច្នេះដោយមានហេតុរឿងដើមដូចម្ដេចចាស់បានដំណើរមកថាក្នុងសម័យបឋមកលប់នោះសត្វអសដទាំងឡាយចេះហោះច្រៀងច្រែលើអាកាសឥតទើសទាល់តែសត្វទាំងនោះពុំទាន់កើតសម្បូរណដូចសពថ្ងៃនេះទេមាននៅតែក្នុងវត្តជាយានជំនិះរបស់អ្នកបួសដែលកាន់ធម៌សុចរិតសម្រាប់ជិះហោះទៅយកចង្ហាន់នៅឧត្តរគោរទ្វីបម្ដងមានសម័យថ្ងៃមួយនោះព្រះមហាក្សត្រចាត់អាមាត្យដាំបាយមធុបាយេសយកទៅប្រគេនលោកអ្នកបួសទាំងនោះលោកក៏ទទួលទុកដើម្បីឆាន់ដល់ទៅពេលថ្ងៃត្រង់តែម្ដងហើយបានទុកដាក់យ៉ាងប្រយ័ត្នគឺលោកដាក់ក្នុងសង្រែកហើយចងព្យួរទុកយ៉ាងខ្ពស់ចិត្តដល់ទៅដំបូលកុដរួចលោកនាំអ្នកបួសជាបរិស័ទចូលទៅស្មឹងស្មាតនៅក្នុងវិហារដើម្បីថ្វាយព្រះរាជកុសលដល់ព្រះមហាក្សត្រដែលជាម្ចាស់ទានលុះចប់កិច្ចហើយលោកក៏នាំបរិស័ទមកកាន់កុដវិញនៅឱកាសដែលលោកប្រជុំស្មឹងស្មាតនោះសត្វអសដធំក្លិនក្រអូបបាយមធុបាយេសទ្រាំពុំបានក៏ហោះចូលទៅក្នុងកុដហើយគយគុណរកស្រង់តាមក្លិនទៅឃើញបាយមធុបាយេសព្យួរទុកលើសង្រែកក៏យកមកបរិភោគអស់រលីងឥតសេះសល់ហើយហោះចេញទៅកាន់ទីកន្លែងរបស់ខ្លួនវិញលុះដល់ពេលថ្ងៃត្រង់លោកប្រជុំពួកអ្នកបួសជាបរិស័ទដើម្បីចែកបាយមធុបាយេសនោះព្រោះជាបាយត្រកាលណាស់មានតែព្រះមហាក្សត្រទើបមានសោយលុះលោកអ្នកបួសមកប្រជុំហើយក៏បង្គាប់ឲ្យសាមណេរមួយរូបឲ្យឡើងលើធ្នឹមបង្ហូតសង្រែកចុះមកស្រាប់តែសាមណេរនោះស្រែកឡើងថាពុំឃើញមានអ្វីនៅក្នុងកញ្ជើលើសង្រែកថាហើយក៏ស្រែកខ្សែបង្ហូតសង្រែកនោះចុះមកលោកគ្រូចៅអធិការនឹកហួសចិត្តណាស់ក៏លាន់ព្រះអស្ថាយីអាឯងអត់ចង្ហាន់តាំងពីព្រឹកថាទុកពោះឲ្យទំនេរដល់ថ្ងៃត្រង់នឹងឆាន់បាយមធុបាយេសឲ្យពេញទំហឹងតែម្ដងព្រោះក្នុងមួយជាតិកម្របានបាយត្រកាលបែបនេះឆាន់ណាស់អកម្មអើយឥឡូវនឹងឲ្យដណ្ដាំបាយក៏មិនទាន់ព្រោះថ្ងៃជ្រេពីត្រង់ទៅហើយណាហើយអស់លោកនិមន្តទៅវិញចុះចាំស្អែកសឹមបិណ្ឌបាត់ឆាន់ទៅពួកអ្នកបួសនិមន្តចុះពីកុដលោកគ្រូចៅអធិការអស់ទៅរីឯលោកគ្រូចៅអធិការនាការមានហេតុនាំឲ្យមានវិតដូច្នេះហើយក៏លោកនិមន្តចូលទៅក្នុងកុដសំងំស្មឹងស្មាតទីដំឡើងមេឃឆាយរមើមើលហេតុភេទទៅឃើញច្បាស់ថាមានសត្វអសដមួយហោះចូលមកបរិភោគបាយមធុបាយេសនោះអស់ទៅទើបលោកហើយប្រជុំពួកអសដទាំងប៉ុន្មានមកពិសោធន៍ក្នុងចំណោមអសដទាំងនោះអសដជាតួចោលក៏ចូលមកប្រជុំដែរតែអសដទាំងប៉ុន្មានបាននាំគ្នាបដិសេធពាក្យចោទទាំងអស់លោកគ្រូចៅអធិការក៏ជ្រាបច្បាស់ថាតួអសដណាក៏ចោលដែរតែមិនមែនបានផ្ចាញ់ផ្ចាលទេដោយលោកពិចារណាទៅយល់ឃើញថាតួអសដចំណេទៅមុខបើនៅតែមានរឹតហោះហើរលើអាកាសបានដូច្នេះមុខជានឹងធ្វើអន្តរាយផ្សេងដល់ពួកមនុស្សខ្លាំងណាស់ទើបលោកមានពុទ្ធដីកាថាចាប់ដើមពីថ្ងៃនេះទៅអញនឹងបន្ថយរឹតឯងរាល់គ្នាឲ្យសមនឹងសភាពរបស់ឯងដែលល្មមទៅរួមជាមួយនឹងពួកមនុស្សលោកបានលុះលោកបានប្រាប់ដូច្នេះហើយទើបលោកយកកំបិតក៏វះកាត់សរសៃហោះរបស់សត្វអសដទាំងនោះចេញហើយលោកប្រាប់ថាតាំងពីថ្ងៃនេះរៀងទៅត្រូវឯងរាល់គ្នាទៅជាសត្វបម្រើមនុស្សលោកដើម្បីដោះថ្លៃបាយមធុបាយេសដែលមនុស្សទាំងឡាយគេចិញ្ចឹមអ្នកបួសចាប់ដើមពីនោះមកសត្វអសដទាំងឡាយលែងចេះហោះហើរបានទៀតក៏មានសេចក្តីតូចចិត្តទុំនឹសនឹងអសដដែលរកមុខមិនឃើញក្នុងកិច្ចប្រព្រឹត្តចោរកម្មនោះទើបនាំគ្នាតាំងបដិញ្ញាថានឹងស៊ើបរកមុខឲ្យឃើញប្រកបហើយនឹងព្រួតគ្នាធ្វើទណ្ឌកម្មឲ្យធ្ងន់ពេញកម្លាំងតែម្ដងហេតុនេះហើយបានជាអសដទាំងឡាយតែកាលណាបានជួបគ្នាវាតែងហិតគ្នាទៅវិញទៅមកលុះហិតបានក្លិនទៅវិញទៅមកឃើញដូចជាក្លិនបាយមធុបាយេសក៏ចោទគ្នាទៅវិញទៅមកហើយស្រែកប្រកែកដោយសំឡេងយ៉ាងខ្លាំងថាទេចំណុចសំខាន់នៃសាច់រឿងគឺចង់ឲ្យយើងយល់ពីភាពជាក់ស្ដែងមួយនៃជីវិតរស់នៅបច្ចុប្បន្នក៏ដូចក្នុងសង្គមដែរដូចពុកស្របតាមពាក្យមួយឃ្លាបាននិយាយថាលួចគេវាគ្រាន់តែគេទាន់វាក្រែសូមអរគុណសម្រាប់ការសន្តាប់រឿងព្រេងមួយនេះសូមជូនពរសំណាងល្អគ្រប់គ្នា